បាទសូមគោរពនឹងជំរាបសួរសិស្សានុសិស្សជាទីគោរពនិងជាទីរាប់អានបាទនៅថ្ងៃនេះដែរជួបជាមួយខ្ញុំបាទសារជាថ្មីម្ដងទៀតហើយដូច្នេះខ្ញុំនឹងបាទសូមធ្វើមេរៀនដើម្បីបង្រៀនក៏ដូចជាចែកជូនទៅដល់សិស្សានុសិស្សទាំងអស់នៅមេរៀនបន្តមកទៀតដោយសារមួយរយៈកាលកន្លងមកនេះខ្ញុំបាទមានការរវល់មកមានញឹកញាប់ខ្ញុំមិនបានបង្ហាញនៅមេរៀនជាបន្តដើម្បីចែកជូននៅចំណេះដឹងទាំងអស់ជូនទៅដល់សិស្សានុសិស្សក៏ដូចជាបងប្អូនដែលកំពុងសិក្សាក្តីឬធ្វើការក្តីដែលតាក់ទងទៅនឹងផ្នែកបច្ចេកទេសអគ្គិសនីនោះទេបាទអញ្ចឹងនៅថ្ងៃនេះដែរខ្ញុំបាទនឹងសូមធ្វើមេរៀនបន្តដែលជាការសំណូមពររបស់បងប្អូនជាច្រើនដែលនិយមឲ្យខ្ញុំបាទធ្វើមេរៀនដែលតាក់ទងទៅនឹងអំពីមេរៀនម៉ាស៊ីនត្រជាក់ធម្មតាបាទអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការបញ្ជូននឹងធ្វើការអធិប្បាយជូនទៅដល់អស់លោកអ្នកដែលតាក់ទងទៅនឹងមេរៀនម៉ាស៊ីនត្រជាក់បាទចាំមេរៀនទី1ដែលនិយាយអំពីម៉ាស៊ីនត្រជាក់ធម្មតាមុខជំនាញម៉ាស៊ីនជួសជុលម៉ាស៊ីនត្រជាក់បាទចំណុចទី1តួនាទីរបស់ម៉ាស៊ីនត្រជាក់សម្រាប់សង្គមម៉ាស៊ីនត្រជាក់ដែលផលិតចេញពីរោងចក្រមានច្រើនធនច្រើនប្រភេទហើយយកមកប្រើប្រាស់នៅក្នុងតម្រូវការសង្គមតាមទិសដៅផ្សេងៗគ្នាបាទដូច្នេះជាធម្មតានៅតាមបណ្ដាញក៏ដូចជានៅតាមគេហដ្ឋានរោងចក្រសហគ្រាសតែងតែប្រើប្រាស់ប្រភេទម៉ាស៊ីនត្រជាក់ផ្សេងៗនិយាយទៅគឺប្រភេទម៉ាកខុសៗគ្នាតែម្ដងបាទមាននៅតាមតំបន់ខ្លះក៏ដូចជាទីតាំងខ្លះប្រើប្រភេទម៉ាស៊ីនត្រជាក់ប្រភេទម៉ាកបញ្ឈរខ្លះទៀតប្រភេទម៉ាកចាប់នៅជាប់នឹងជញ្ជាំងបាទហើយក្នុងម៉ាកក្នុងប្រភេទដែលចាប់នោះដែរវាមានច្រើនម៉ាកបាទវាមានម៉ាក Samsung ណាសំដៅមានម៉ាក LG ណាមានម៉ាក Panasonic ហ្នឹងហើយមានម៉ាក Ritek បាទអញ្ចឹងវាមានច្រើនមែនតើគឺអាស្រ័យទៅលើនឹងនៃការថវិកាក៏ដូចជាសេដ្ឋកិច្ចរបស់អស់លោកអ្នកដែលចង់ប្រើប្រាស់តម្លៃសមរម្យឬថ្លៃនោះបាទម៉ាស៊ីនត្រជាក់ធម្មតាវាជាប្រភេទម៉ាស៊ីនត្រជាក់ធុនតូចដែលអាចប្រើប្រាស់នៅក្នុងក្របខ័ណ្ឌគ្រួសារបានព្រោះវាងាយស្រួលក្នុងការចល័តនិងដឹកជញ្ជូននិងការងារដំឡើងបាទប្រព័ន្ធបញ្ជារបស់ម៉ាស៊ីនត្រជាក់ប្រភេទនេះសាមញ្ញបំផុតបាទម៉ាស៊ីនត្រជាក់ធម្មតាគេនិយមដំឡើងតាមអគារក្នុងបន្ទប់តូចនិងមធ្យមដើម្បីតម្រូវសីតុណ្ហភាពមួយប្រកបទៅដោយផាសុកភាពដ៏សែនមនោរម្យសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់អស់លោកអ្នកនៅក្នុងសង្គមតែម្ដងបាទម៉ាស៊ីនត្រជាក់ធម្មតាប្រើជាមួយចរន្តឆ្លាស់មួយផាសតង់ខ្យង 220V ដែលមានហ្វ្រេកង់ 50A បាទនេះគឺជារូបភាពដែលជាប្រភេទម៉ាស៊ីនត្រជាក់ដែលអស់លោកអ្នកតែងតែនិយមប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់យើងដែលមានប្រភពតង់ខ្យង 220V បាទដែលមានហ្វ្រេកង់ 50A ដូច្នេះវាបានបញ្ជាក់នៅលើ name plate នៅក្នុងតួរបស់ម៉ាស៊ីនត្រជាក់តែម្ដងបាទចំណុចទី2គម្របប្រអប់មុខងាររបស់ម៉ាស៊ីនត្រជាក់និងតួប្រអប់សម្បល់របស់ម៉ាស៊ីនត្រជាក់បាទនេះគឺជារូបភាពដែលយើងនិយាយពីថាម៉ាស៊ីនត្រជាក់នៅមកកណាត់ក្រោយណាបាទមកកណាត់ក្រោយដែលវាមាន compressor វាធ្វើការបំណែននៅសម្ពាធដើម្បីរុញនៅសម្ពាធ gas ដែលមាន freon បាទបន្ទោះ gas ប្រភេទរបស់វាប្រើ Air22 ហ្នឹងហើយដើម្បីបំណែននៅសម្ពាធដែលឲ្យ gas ហ្នឹងរត់តាមនៅបំពង់កាពីឡែរហូតដល់រត់ដល់ evaporator ដើម្បីបញ្ចេញនៅសារធាតុចំហាយដើម្បីមានម៉ូទ័រដើម្បីបង្វិលចេញសារធាតុចំហាយនៅក្នុងបន្ទប់ឲ្យយើងមានសីតុណ្ហភាពមួយបាទអញ្ចឹងចូលមេរៀនយើងម៉ាស៊ីនត្រជាក់ធម្មតាចែកចេញជាតួប្រអប់សម្បកធុងនិងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលអាចហូតចេញពីប្រអប់ធុងបានបាទតួប្រអប់សម្បកធុងម៉ាស៊ីនត្រជាក់ផ្ដុំឡើងដោយទី1ប្រអប់សម្បកធុងទី2គម្របប្រអប់មុខទី3ស្លាបព្រិលទី4តម្រងការពារធូលីបាទអញ្ចឹងអាសម្បកប្រអប់សម្បកធុងយើងនិយាយសំដៅទៅលើមកកណាត់ក្រោយរបស់វាណាដែលគូតខាងគូតក្រោយណាដែលយើងហៅថាមាន compressor ហ្នឹងបាទទី2គម្របប្រអប់មុខបាទគម្របប្រអប់មុខវាសំដៅទៅលើនឹងតាក់ទងទៅនឹងគេហៅថា evaporator បាទនៅខាងមុខហ្នឹងដែលជាធាតុត្រជាក់បាទទី3ស្លាបព្រិលហ្នឹងហើយស្លាបព្រិលដែលជាកញ្ច្រែងដែលមានថាធាតុត្រជាក់ដែលមានថាមានកងមួយកងរង្វិលដែលបញ្ចេញនៅសារធាតុចំហាយណាបាទហ្នឹងហើយទី4តម្រងការពារធូលីតម្រងការពារ
ធូលីវាមានcái trái nhàមានសំណាញ់ឡើងញឹកញឹកការពារដីចូលនៅក្នុងគេហៅថាកន្លែងថា evaporator ដែលមានcái trái នៅ gas សារធាតុ freon ឬក៏សារធាតុ E22 ជាប្រភេទ gas ដែល compressor បំណែនណាជាការពារនៅលំអងដីធូលីចូលបាទដើម្បីបាត់បង់នៅសារធាតុត្រជាក់ទាំងអស់នោះដូច្នេះជាធម្មតាម៉ាស៊ីនត្រជាក់គឺយើងទាមទារក្នុងការគេហៅថា maintenance ដើម្បីលាងសម្អាតម៉ាស៊ីនត្រជាក់ដើម្បីឲ្យវាដំណើរការត្រជាក់ឡើងវិញបាទជាងជារៀងរាល់ការសម្អាតនោះវាមានរយៈពេលរបស់វា3ខែ6ខែដល់1ឆ្នាំហ្នឹងហើយក្នុងការធ្វើការ maintenance បាទចំណុចទី3គ្រឿងបង្គុំរបស់គម្របប្រអប់មុខម៉ាស៊ីនត្រជាក់រួមមានតម្រងសំណាញ់រង្វើលនិងញឹកសម្រាប់ការពារធូលីបាទនេះគឺរូបភាពដែលខ្ញុំបានបង្ហាញនិយាយមិញហ្នឹងមិនឲ្យចូលទៅក្នុងប្រអប់ម៉ាស៊ីនត្រជាក់សំទោសមិនឲ្យចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ចំណុចវិទ្យាប្រអប់គម្របប្រអប់នីមួយមានស្លាបព្រើងសម្រាប់បដូរទិសដៅខ្យល់ត្រជាក់ដែលបក់ចេញពីមុខម៉ាស៊ីនត្រជាក់រួមមានទី1សំណាញ់ញឹកទី2ស្លាបព្រើទី3សំណាញ់ធំទី3តួគម្របប្រអប់មុខបាទនេះយើងអ្នកដែលតែងតែធ្លាប់ដំឡើងនៅប្រភេទសិនជែកគឺអ្នកនរនេះគឺដឹងច្បាស់ហើយវាមានប្រភេទទាំងអស់នេះបាទទី4តួប្រព័ន្ធម៉ាស៊ីនត្រជាក់ចែកចេញជាកប្រព័ន្ធសៀគ្វីត្រជាក់រួមមាន evaporator ផ្នែកដែលផ្ដល់ភាពត្រជាក់ទី3 condensator ផ្នែកដែលមានភាពក្តៅចំណុចទី3 compressor ទី4តម្រងទី5បំពង់កាពីលែទី3កង្ហាបាទអញ្ចឹងដូចខ្ញុំនិយាយអំបញ្ញខាងបាញ់មិញនៅខាងលើហ្នឹងអញ្ចឹងវាតកតងទៅនឹងមកកណាត់ក្រោយនោះវាមានគេហៅថាcompressor ដែលគេមានសារធាតុនៅ gas ក្នុង compressor យើងនេះរូបភាពនេះបាទ compressor ហ្នឹងវាមានតួនាទីរបស់វាសម្រាប់បំណែននៅសម្ពាធឬហៅសារធាតុ gas E22 ដែលយើងតែងតែនិយមប្រើប្រាស់ហ្នឹងដើម្បីឲ្យវាចេញមកនៅគេហៅថាបំណែនឲ្យវាណែនចេញតាមបំពង់ទយោស្ពាន់របស់យើងណាបាទដែលទយោតូចហ្នឹងដែលមានសីតុណ្ហភាពមួយដែលត្រឹមក្រោម40ទៅ20អង្សាបាទហ្នឹងហើយវា compressor វាមានតម្រងរបស់វាដែរដែលមានរូបទាំងអស់នេះបាទហើយវាមានបំពង់កាពីលែហ្នឹងហើយបំពង់កាពីលែគឺជាទយោស្ពាន់ដែលមានចេញពី compressor ទយោធំរហូតឆ្លងកាត់ទៅដល់ evaporator វាមានទយោហ្នឹងតូចអញ្ចឹងវាបណ្ណែនបញ្ចុះនៅសីតុណ្ហភាពឲ្យវាត្រជាក់បាទធម្មតាយើងដឹងហើយ gas គឺវាមានសារធាតុត្រជាក់បើកាលណាយើងបញ្ចេញឬបណ្ណែនវាគឺយើងវាត្រជាក់ដល់តែម្ដងដូចជា gas សម្រាប់ដាំបាយអញ្ចឹងណា gas សម្រាប់ដាំបាយជាក្រានដាំបាយយើងធម្មតាយើងពេលយើងប្រើយើងស្ទាបកំប៉ុងវាទៅគឺត្រជាក់អញ្ចឹងវាជាប្រភេទ gas ផ្សេងមិនអាចប្រើជាមួយនឹងម៉ាស៊ីនត្រជាក់បានទេបាទអញ្ចឹងនៅក្នុងមកកណាត់ក្រោយរបស់វានឹងវាមានគេហៅថាកង្ហាលដើម្បីឲ្យសារធាតុនៃ motor ដែលដំណើរការនៅម៉ាស៊ីនត្រជាក់ហ្នឹងកុំឲ្យវាក្តៅហ្នឹងហើយអញ្ចឹងវាធ្វើឲ្យមានសារធាតុត្រជាក់ដើម្បីឲ្យ compressor ហ្នឹងបំណែននៅសារធាតុទាំងអស់ហ្នឹងងាយត្រជាក់តែម្ដងបាទហើយយើងបន្តមកទៀតបាទខនេះប្រព័ន្ធសៀគ្វីអគ្គិសនីម៉ាស៊ីនត្រជាក់ធម្មតាយើងមើលណាតាមនេះមកបាទរូបភាពប្រព័ន្ធសៀគ្វីអគ្គិសនីរបស់ម៉ាស៊ីនត្រជាក់មានទី1 motor កង្ហាទី2 motor compressor ទី3 motor thermostat ទី4 condensator ទី5ប្រអប់កុងតាក់ទី6ឆ្នាំចរន្តឈ្មោលបាទហ្នឹងហើយទី1ចំណុច motor កង្ហានេះ motor របស់កង្ហាដែលវានៅមកកណាត់ក្រោយតកតងទៅនឹងតកតងទៅហៅឡែកក្បែរ compressor ឬ condensator បាទនេះចឹងនៅកន្លែង motor compressor វាមានគេហៅថា demerol និង drawai ផ្សេងគ្នាតិចទៀតនៅមេរៀនខាងមុខវានឹងមានបង្ហាញចាំខ្ញុំបង្ហាញលម្អិតតែម្ដងបាទទី3 thermostat នេះយើងមើលរូប thermostat បាទទី4 condensator ទី5ប្រអប់កុងតាក់ទី6នឹងឆ្នាំចរន្តឈ្មោលបាទអញ្ចឹងវាគឺជាប្រព័ន្ធមួយសម្រាប់សៀគ្វីម៉ាស៊ីនត្រជាក់មួយដើម្បីឲ្យវាដំណើរការបានបាទទី5ដំណើរការរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ធម្មតាសម្ពាធក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ចែកចេញជា2ផ្នែកសម្ពាធទាបចាប់ពីបំពង់ស្រូបរហូតដល់កាពីលែផ្នែកសម្ពាធខ្ពស់ចាប់ពីបំពង់កាពីលែដល់បំពង់បញ្ចេញ
គេអាចបញ្ចូល freon ដែលជាឧស្ម័នធ្វើឲ្យមានភាពត្រជាក់នៅក្នុងប្រព័ន្ធ evaporator បានទៅតាមគ្រប់កន្លែងនៃបំពង់សម្ពាធទាបតែប៉ុណ្ណោះបាទចេះខ្ញុំបានបង្ហាញអំបញ្ញមិញខ្ញុំថានៅមួយកណ្ដាលក្រោយវាមានហៅ compressor ដែលជាមាន motor សម្រាប់ធ្វើការឲ្យវាបំណែននៅសម្ពាធ gas freon ឬ air 22ហ្នឹងចឹងនៅក្នុងនោះវាមានទយោស្ពាន់ដែលជាទយោចេញហ្នឹងវាមានលក្ខណៈទយោធំចឹងវាចូលនៅក្នុងរហូតទៅដល់កន្លងសាទ័រវាមកតង់ទៀតចឹងវាបំពង់ការពលាវាបានបំបែកជាលក្ខណៈតូចដើម្បីធ្វើឲ្យសារធាតុទាំងអស់ហ្នឹងរត់ក្នុងតូចបណ្ណែនខ្លាំងហើយមានសារធាតុត្រជាក់ចឹងវាក៏បានឆ្លងកាត់មួយជុំនៃ evaporator នៅក្នុង evaporator នៅផ្នែកខាងមុខដែលជាផ្នែកចេញសារធាតុត្រជាក់វាមានគេហៅ motor មួយសម្រាប់បង្វិលនៅបញ្ចេញនៅសារធាតុចំហាយត្រជាក់ហ្នឹងដើម្បីចែកជូននៅក្នុងបន្ទប់ហ្នឹងហើយវាក៏បានវិលជុំរហូតមកដល់ចូលក្នុង compressor របស់យើងវិញ compressor ហ្នឹងក៏វាបានបំណែនបន្តទៀតអញ្ចឹងមាន gas ហ្នឹងគឺវិលជុំតែម្ដងអញ្ចឹងវាអត់អស់ទេបើកាលណាវាអស់លុះត្រាតែមានទយោស្ពាន់របស់យើងឬក៏ហៅបំពង់ការពលារបស់យើងមានការលេចធ្លាយអញ្ចឹងដូច្នេះធ្វើឲ្យមាន gas របស់សិនជាយើងបាត់បង់ឬក៏អស់ឬក៏សារធាតុត្រជាក់ត្រូវបានបាត់បង់ទៅតាមហ្នឹងបាទប៉ុន្តែបើនោះសារធាតុរបស់សិនជាត្រូវបានបាត់បង់វាតាក់ទងទៅនឹងគេហៅថាការមិនលាងសម្អាតបាទឬក៏សារធាតុ gas ត្រូវបានលេចធ្លាយហ្នឹងហើយគឺវាតាក់ទងទៅនឹងប្រភេទអស់ហ្នឹងបាទអញ្ចឹង gas វាមាននីលការក្រិតរបស់វាមើលក្នុងការបញ្ចូលរបស់វាបាទតិចទៀតមេរៀនខាងមុខនឹងមានទាំងអស់ចាំខ្ញុំបង្ហាញលម្អិតបាទទី6ការប្រែប្រួល freon ក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់បាទនេះវាមើលរួចជាអក្សរថៃពិបាកមើលដែរណាបាទនេះមកខាងមុខនេះគេហៅ evaporator បាទនេះមែនទេសំទោសមកកណ្ដាត់ក្រោយខាងលើនេះពណ៌ខៀវហៅ evaporator បាទជាង compressor យើងវាបានបំណែនសីតុណ្ហភាពសម្ពាធ gas freon ចូលក្នុងគម្រោងកង់ដងសាទ័រដែលឆ្លងកាត់បំពង់ការពលាចុះនៅសីតុណ្ហភាពមួយនៃសារធាតុត្រជាក់ចូលក្នុង evaporator វាបានបញ្ចេញនូវសារធាតុទាំងអស់នោះត្រជាក់ចែកចាយក្នុងបន្ទប់របស់យើងហ្នឹងហើយវាបានវិលជុំចូលក្នុង compressor ម្ដងទៀតបាទនៅក្នុងហ្នឹងវាមាន motor ដែលមានរបបមកវា demer trawai ដើម្បីធ្វើការបំណែនសម្ពាធចឹងវាមានប៉ូលនៃការចាប់របស់វាបាទ freon ដែលយើងតែងតែប្រើប្រាស់ air22 ជាឧស្ម័នរាវ gas ដែលគេប្រើប្រាស់ក្នុងម៉ាស៊ីនត្រជាក់វាពុះនៅសីតុណ្ហភាព40អង្សាក្រោម0ក្នុង evaporator វាពុះភាយជាចំហាយហើយផ្ដល់ជាភាពត្រជាក់ដល់បន្ទប់ត្រជាក់ព្រមជាមួយគ្នានោះ compressor ក៏បានស្រូបយកចំហាយរុញទៅដល់កង់ដងសាទ័រកង់ដងសើបាទកង់ដងសើចំហាយក្តៅដែលច្រានមកដល់ compressor ត្រូវបានបង់คลายទៅជា freon រាវវិញឆ្លងកាត់ដងស៊ីតេទៅ evaporator ម្ដងទៀតបន្តការពុះភាយវាជាចំហាយរួចមកចំហាយត្រជាក់នោះត្រូវបាន compressor ស្រូបយកម្ដងទៀតដំណើរវិវត្តចេះតែប្រព្រឹត្តសារចុះសារឡើងបង្កើតបានជាខូបម៉ាស៊ីនបរិក្ខារត្រជាក់បាទអញ្ចឹងដូចខ្ញុំបានបង្ហាញខាងលើអញ្ចឹងមានន័យថា gas របស់យើងគឺវាបញ្ចូលនៅក្នុងកម្រិតមួយដែលអាចប្រើប្រាស់បានក្នុង compressor អញ្ចឹង compressor វាបណ្ណែនមកវារត់តាមឆ្លងកាត់បំពង់ទយោស្ពាន់របស់យើងវារហូតនៅក្នុងសីតុណ្ហភាពមួយនៅកង់ដងសាទ័រហ្នឹងក្រោមសីតុណ្ហភាព40អង្សាចុះក្រោមបាទអញ្ចឹងក៏វាក៏បានតូលរហូតដល់បំពង់ការពលាចូល evaporator វាចេញមកវិញចូល compressor អញ្ចឹងមានមួយជុំនៃខូបរបស់វាណាបាទនេះអញ្ចឹងវាអត់បាត់បង់តាណាទេគឺវានៅក្នុងហ្នឹងទាំងអស់តែម្ដងបាទមេរៀនចំណុចទី1ខ្ញុំបង្ហាញទៅនឹងចុះចាត់ទុកថាជាមេរៀនទី1ដែលខ្ញុំបានធ្វើការចែកជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងនៅវគ្គក្រោយខ្ញុំនឹងធ្វើការបង្ហាញនៅមេរៀនបន្តទៀតដែលតាក់ទងទៅនឹងម៉ាស៊ីនត្រជាក់នេះគ្រាន់តែជាការបង្ហាញលក្ខណៈដំបូងតាក់ទងទៅនឹងផ្នែកដំណើរការរបស់វាទៅខាងមុខទៀតវាមានការប្រើប្រាស់និងការជួសជុលនិងការខូចនៅត្រង់ចំណុចណាមួយការវាស់វែងជាដើមបាទអូខេខ្ញុំមានប៉ុណ្្នឹងទេដើម្បីចែកជូនដល់បងប្អូននិងសង្ឃឹមថាបងប្អូននឹងទទួលបាននៅចំណេះដឹងទាំងអស់នេះដើម្បីក្នុងការអភិវឌ្ឍក៏ដូចជាពង្រឹងនៅសមត្ថភាពរបស់ខ្លួនឯងដើម្បីប្រកួតប្រជែងការងារទីផ្សារនៅក្នុងប្រទេសយើងនាពេលបច្ចុប្បន្ននេះបាទហើយមួយវិញទៀតសូមបងប្អូនទាំងអស់ខំសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួនឯង
ខ្ញុំនឹងមានមេរៀនចែកជូនដល់បងប្អូនទាំងអស់គ្នាជាច្រើនបន្តទៀតឲ្យតែបងប្អូនទាំងអស់គ្នាខិតខំតាមដាននិងស្វែងយល់ដើម្បីបងប្អូនដើម្បីទាញយកនៅឯកសារទាំងអស់នេះវាជាលក្ខណៈមេរៀន PowerPoint បាទអញ្ចឹងបងប្អូននឹងឃើញ link មួយនៅខាងក្រោមវីដេអូចុចនៅលើ link នេះបងប្អូននឹងអាច download យក free តែម្ដងដើម្បីចងក្រងជាឯកសាររបស់បងប្អូននៅថ្ងៃខាងមុខបាទអូខេខ្ញុំមានប៉ុណ្ណឹងទេខ្ញុំសូមបញ្ចប់ត្រឹមចុះខ្ញុំសូមអរគុណសូមគោរពលា